សូមជូនរឿងស្នេហ៍ពិតមិនគិតមានក្រភាគទី11ដែលជាភាគបញ្ចប់ជោគជ័យនឹងការទទួលស្គាល់វីរៈបានចាប់ផ្ដើមយុទ្ធសាស្ត្ររបស់គាត់ក្នុងការដោះស្រាយបញ្ហាការចាស់ចែងរបស់ភ្ញៀវតើគាត់អាចធ្វើឲ្យអតិថិជនត្រឡប់មកវិញបានដែរឬទេតើម្ដាយសុភ័ក្រនឹងពេញចិត្តជាចុងក្រោយទេឬដំណោះស្រាយនឹងផលប៉ះពាល់3ខែក្រោយមកវីរៈបានបើកអង្គប្រជុំក្រុមទាំងឡាយយើងបានអនុវត្តយុទ្ធសាស្ត្រថ្មីក្នុងការពង្រឹងសេវាកម្មអតិថិជនតើលទ្ធផលបែបណាការវិភាគបង្ហាញថា 70% នៃអតិថិជនដែលចាក់ចេញបានត្រឡប់មកវិញហើយអតិថិជនថ្មីក៏កើនឡើងដែរវីរៈអ្នកបានធ្វើការបានល្អណាស់ក្រុមហ៊ុនរបស់យើងកំពុងប្រសើរឡើងយ៉ាងឆាប់រហ័សវីរៈបានអរគុណក្រុមការងារនេះមិនមែនជាការងាររបស់ខ្ញុំតែម្នាក់ឯងទេយើងអាចបង្កើតអ្វីដែលល្អជាងមុននេះក៏ជាចំណែកដ៏សំខាន់របស់ក្រុមការងារយើងទាំងអស់គ្នាដែរធ្វើវាបានហើយយេការពេញចិត្តរបស់ម្ដាយនៅផ្ទះម្ដាយសុភ័ក្របានមើលព័ត៌មានលើទូរទស្សន៍ហើយនិយាយថាហេក្រុមហ៊ុនដែលវីរៈដឹកនាំកំពុងមានការរីកចម្រើនខ្លាំងបាក់ឃើញអត់បងវីរៈអាចធ្វើបានម្ដាយសុភ័ក្រញញឹមយ៉ាងអស់សំណើចបាក់សុំទោសដែលមុននេះមិនទុកចិត្តលើគេតែឥឡូវម៉ាក់មិនមានការសង្ស័យទៀតទេវីរៈបានឃើញម្ដាយសរសើរហើយនិយាយថាអរគុណម៉ាក់ខ្ញុំនឹងបន្តខិតខំសម្រាប់អនាគតម្ដាយមើលសុភ័ក្រនិងវីរៈពេលនេះម៉ាក់អាចប្រាប់គេទាំងអស់គ្នាថាកូនប្រសារម៉ាក់ជាមនុស្សដែលអាចទុកចិត្តបានហើយអូនសប្បាយចិត្តណាស់ជីវិតថ្មីនិងអនាគត3ខែក្រោយមកវីរៈនិងសុភ័ក្ររស់នៅជាមួយគ្នាវីរៈនិយាយថាអូនឥឡូវមកមានភាពធូរស្បើយក្នុងការងារហើយយើងអាចចាប់ផ្ដើមគម្រោងថ្មីសម្រាប់ក្រុមគ្រួសារយើងបានហើយសុភ័ក្រឆ្លើយថាបងវាជាអារម្មណ៍ដ៏ល្អយើងនឹងរីកចម្រើនជាមួយគ្នាណាបងតើអនាគតរបស់ពួកគេនឹងសម្បូរបែបយ៉ាងណាជីវិតដ៏មានសុភមង្គលនិងសេចក្តីស្រឡាញ់អនាគតរុងរឿងប៉ុន្មានឆ្នាំក្រោយមកនៅផ្ទះសុភ័ក្រនិងវីរៈនិងសុភ័ក្រមានគ្រួសារដ៏រីករាយគេបានបង្កើតជីវិតថ្មីជាមួយគ្នានិងរស់នៅក្នុងផ្ទះដ៏កក់ក្ដៅជាមួយកូនរបស់ពួកគេវីរៈក្លាយជាអ្នកដឹកនាំដែលទទួលស្គាល់ខ្លាំងក្នុងវិស័យការងារលំដាប់ប្រទេសសុភ័ក្របន្តគាំទ្រប្តីនិងជួយគ្រួសាររីកចម្រើនម្ដាយសុភ័ក្រសប្បាយចិត្តនិងសរសើរពួកគេមិនដាច់ពីមាត់ជាបន្តបន្ទាប់ពាក្យអប់រំសម្រាប់អ្នកដែលខិតខំប្រឹងប្រែងវីរៈបានប្រដៅកូនរបស់គាត់ថាវីរៈបានប្រដៅដល់កូនរបស់គាត់ថាកាលពីមុនប៉ាពិតជាត្រឹមតែជាបរិសុទ្ធធម្មតាមិនមានអ្វីច្រើនទេក្រលំបាកតែប៉ាបានខិតខំដោយមិនបោះបង់ទៅប៉ាមានថ្ងៃនេះកុំឲ្យភាពក្រីក្ររបស់យើងកាលពីមុនខ្លាចជារនាំងប៉ុន្តែឲ្យវាខ្លាចជាចំណង់ចំណូលចិត្តដើម្បីចាប់ឲ្យបាននៅអនាគតដ៏ស្រស់ស្អាតសុភ័ក្រញញឹមហើយបន្ថែមថាជីវិតគឺជាការតស៊ូបើអ្នកមានការប៉ងប្រាថ្នានិងការខិតខំអ្នកអាចសម្រេចបានគ្រប់អ្វីដែលអ្នកប្រាថ្នាប្រឡំលោកស្នេហាកំសត់រឿងស្នេហ៍ពិតមិនគិតមានក្រដែលអស់លោកស្រីនាងកញ្ញាកំពុងតាមដានចប់ដោយបរិបូរណ៍សូមអរគុណចំពោះការចំណាយពេលតាមដានតាំងពីដើមរហូតដល់ចប់សូមជូនពរលោកស្រីអ្នកនាងកញ្ញាទាំងអស់មានសុខភាពល្អជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នានិងជួយគាំទ្រចំពោះការផលិតរឿងដោយចុច Subscribe ចុចមេដៃនិងចែករំលែកបន្តផងសូមអរគុណ